ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់ Channel ពូហ្វ្រាសម្រាប់រឿងហើយថ្ងៃនេះដែរអេមីនបានយកសាច់រឿងរបស់យើងភាគទី6មកសម្រាប់បន្តទៀតហើយនៅក្នុងភាគទី6នេះដែរវាពិតជាល្អមើលខ្លាំងមែនទែនហើយបើចង់ដឹងថាសាច់រឿងរបស់យើងល្អមើលប៉ុណ្ណាតោះយើងចូលទៅទស្សនាសាច់រឿងរបស់យើងនៅវេបបន្តនិងកុំភ្លេចជួយចុច Subscribe ដល់ Channel អេមីនម្នាក់មួយផងតោះអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅទស្សនាសាច់រឿងរបស់យើងនៅវេបបន្តតាមសាច់រឿងរបស់យើងគឺយើងបានឃើញនៅលើឡានក្រុងរបស់យើងនឹងយើងបានឃើញថាមានដៃបិសាចនឹងបានលុកចូលក្នុងឡានក្រុងរបស់យើងហើយដែរបិសាចនឹងគឺច្រើនខ្លាំងមែនទែនពេលនោះដែរបិសាចនោះវាក៏បានចាប់ជើងបរោះពាក់អាវសនោះបានធ្វើឲ្យពាក់អាវសនឹងវាក៏បានស្រែកឲ្យគេជួយជាខ្លាំងហើយពេលនោះពាក់អាវសវាក៏បាននិយាយថាវាគឺជាចិត្តរបស់ខ្ញុំទេកុំចាប់ជើងខ្ញុំអីហើយខណៈពេលនោះលោកគ្រូរបស់យើងលោកគ្រូចាងយូហានគាត់ក៏បានចូលមកជួយហើយគាត់នឹងគឺបានដកដាវរបស់គាត់នឹងយកទៅកាត់ជើងពាក់អាវសព្រោះថាបើសិនជាមិនកាត់ជើងពាក់អាវសនោះទេច្បាស់ណាស់ពាក់អាវសវាប្រកាសជាស្លាប់ពិតជាមិនខានហើយពេលនោះវាក៏បានរត់ខ្លួនពីការចាប់ដៃនៃបិសាចនោះហើយពេលនោះដែរយើងឃើញថាអាវសហ្នឹងវាពិតជាឈឺខ្លាំងមែនទែនដោយសារតែលោកគ្រូចាងយូហានគាត់បានយកកាំបិតទៅកាត់ជើងរបស់គាត់រួចអាវសវាក៏បាននិយាយថាជើងរបស់ខ្ញុំលោកគ្រូហើយលោកគ្រូក៏បាននិយាយថាឯងឆាប់ថយក្រោយទៅជើងរបស់ឯងគឺបានដាច់បាត់ទៅហើយស្របពេលនោះយើងក៏បានឃើញមានតែបិសាចហ្នឹងវាក៏បានចូលមកចាប់គ្នាពួកយើងផងដែរពេលនោះយើងក៏បានឃើញថាលីនឆានរបស់យើងគាត់ក៏បានប្រើចង្វាក់ដែលហោះចេញពីដៃរបស់គាត់មកទប់ទល់ជាមួយនឹងដៃបិសាចនោះមិនត្រឹមតែប៉ុណ្ណោះអូនស្រីស្អាតរបស់យើងខ្វះមួយយិនគាត់ក៏បានចូលរួមផងដែរហើយគាត់គឺបានទៅហក់ទៅខំដែរនៃបិសាចនោះហើយក៏មានខ្វះរលៀនរបស់យើងគាត់ក៏ចូលទៅជួយផងដែរដើម្បីទប់ស្កាត់ដៃបិសាចហ្នឹងកុំឲ្យវាចូលមកចាប់ពួកគ្នារបស់យើងហើយពេលនោះដែរយើងក៏បានឃើញថាអូនតូចរបស់យើងហ្នឹងគាត់ក៏បានចូលរួមប្រយុទ្ធផងដែរអូនតូចរបស់យើងគាត់គឺមិនខ្លាចនោះទេតែអូនតូចហ្នឹងគាត់បានហក់ចូលទៅវាយតែម្នាក់ឯងតែប៉ុណ្ណោះហើយពេលនោះដែរលីនឆានរបស់យើងគាត់ក៏បាននិយាយថាដៃពពួកបិសាចហ្នឹងវាគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ហើយយើងទាំងអស់គ្នាត្រូវតែការពារឲ្យមានសុវត្ថិភាពកុំឲ្យមានគ្រោះថ្នាក់ផងដែរហើយអូនស្រីស្អាតរបស់យើងខ្វះមួយយិនក៏បានតបថាតាមពិតទៅដៃពួកបិសាចហ្នឹងវាគឺជាមិនថ្នាក់ទូទៅនោះទេហើយដៃបិសាចហ្នឹងគឺភាគច្រើននៅក្នុងកម្រិត friend នោះឯងប៉ុន្តែយើងមើលទៅដៃបិសាចហ្នឹងវាមើលទៅហាក់ពិតជាខ្សោយខ្លាំងមែនទែនហើយស្រាប់តែពេលនោះយើងក៏បានឃើញថាដៃពួកបិសាចហ្នឹងវាក៏បានចាប់អូនទួយរបស់យើងបានធ្វើឲ្យអូនទួយរបស់យើងមានការឈឺចាប់ជាខ្លាំងហើយគាត់ក៏បានស្រែកហៅឲ្យគេជួយហើយបន្តមកទៀតខ្វះមួយយន្តរបស់យើងគាត់ក៏បានឃើញថាអូនស្រីរបស់យើងត្រូវគេចាប់ហើយចង្រៃមែនហើយពេលនោះដែរយើងក៏បានឃើញថាមានបរិមម្នាក់សក់ពណ៌មីហ្នឹងក៏បាននិយាយថាជួយនាងផងទៅហើយស្រាប់តែពេលនោះយើងក៏បានឃើញថាមាននរណាម្នាក់ហ្នឹងដែលបានជួយនាងហើយអ្នកដែលជួយក្មេងទូចនោះគឺគាត់បានយកអ្វីម្យ៉ាងនោះទេមកកាត់ដៃបិសាចនោះដាច់ប៉ាត់តែម្ដងហើយដៃម្ខាងរបស់គាត់ហ្នឹងក៏បានទៅជួយទ្រក្មេងទូចម្នាក់នោះពេលនោះលោកពូចាំងដែលកំពុងបើកបរគាត់ក៏បានស្រែកប្រាប់ថាពួកដៃបិសាចនោះគឺគ្រាន់តែជាកម្រិតស្រមោលនោះទេហើយនៅពេលបន្តិចទៀតកម្រិតបិសាចនៃដៃរបស់រ៉ូគីហ្នឹងវាគឺខ្ពស់ខ្លាំងណាស់ពេលនោះលោកគ្រូចាងយូហានរបស់យើងក៏បាននិយាយទៅវិញថាលូចាងចិនហ្នឹងគាត់គឺជាមេវ័យក្មេងនៃគ្រួសារតកូលូហើយគ្រួសារហ្នឹងគឺជាគ្រួសារដ៏អស្ចារ្យមួយរបស់ពិភពលោកហើយលោកគ្រូរបស់យើងក៏បាននិយាយទៀតបើសិនបើគាត់មិនដល់កម្រិតនេះខ្ញុំនឹងកាន់តែប្រសើរពេលនោះលោកគ្រូគាត់ក៏បាននិយាយទៅប្រាប់លោកគ្រូចាងថាខ្ញុំឃើញថាលោកគ្រូនៅតែកើតប៉ុន្តែកុំគិតច្រើនពីគ្រួសារគេអីកុំភ្លេចវាចោលទៅហើយពួកយើងគឺមានសំណាងតែនៅក្នុង friend ខ្លះតែប៉ុណ្ណោះហើយលោកគ្រូចាងយូហានរបស់យើងគាត់ក៏បានដោះស្រាយយ៉ាងឆាប់រហ័សហើយដូច្នេះហើយពួកយើងនៅតែអាចបន្តវាទៅបានដូច្នេះហើយយើងនឹងដាក់វិន័យអ្នកថ្មីទាំងពីរហ្នឹងនៅពេលដែលពួកយើងទៅដល់ទីក្រុងថៃយ៉ាន់ប៉ុន្តែដោយពួកបិសាចហ្នឹងទោះវាដាច់យ៉ាងណាក៏ដោយវានៅតែបន្តចូលរហូតពេលនោះយើងក៏បានឃើញថានៅខាងក្រៅឯនេះវិញសត្វចចដែលគាត់ធ្វើជាខែរបស់ឡាននោះគឺមានបិសាចជាច្រើនដែលពួកបិសាចហ្នឹងគឺវាមានច្រើនខ្លាំងមែនទែនហើយពួកបិសាចហ្នឹងវាក៏បានហោះមកជិតឡាននោះហើយឆ្កែចចដែលគាត់ធ្វើជាខែហ្នឹងវាក៏បានហក់ខាំមកពួកបិសាចហ្នឹងដើម្បីកុំឲ្យពួកបិសាចហ្នឹងវាចូលមកជិតឡានរបស់គាត់ហើយពេលនោះមានបិសាចមួយហ្នឹងវាក៏បានហោះមកជិតបានធ្វើឲ្យឆ្កែចចរបស់យើងដែលធ្វើជាខែនោះវាក៏បានខាំបិសាចនោះជាប់តែម្ដងហើយលោកពូចាងដែលគាត់គឺជាអ្នកបើកបរហ្នឹងគាត់ក៏បាននិយាយដែរថាពួកបិសាចនោះវាមានជាក្រុមរបស់វាក្រុមរបស់ពួកវាហ្នឹងគឺមិនប្រក្រតីនោះទេដូច្នេះហើយពួកយើងធ្វើតែចំណាំពួកវាទុកតមកទៀតយើងក៏បានឃើញលោកគ្រូរបស់យើងគាត់ក៏បានយកក្រដាសមួយផ្ទាំងហើយគាត់ក៏ខាំមេដៃរបស់គាត់ហ្នឹងឲ្យចេញឈាមរួចគាត់ក៏បានយកទៅសរសេរនៅលើក្រដាសនោះហាក់បីដូចជាយ័ន្តអញ្ចឹងដើម្បីទប់ទល់ជាមួយនឹងដៃបិសាចនោះកុំឲ្យវាចូលមកក្នុងឡានរបស់ពួកគាត់ហើយគាត់ប្រាប់គ្រប់គ្នាជប់អារម្មណ៍ទៀតទៅហើយគាត់ណាគឺនឹងបានយកក្រដាសហ្នឹងយកទៅបិទនៅកន្លែងមកអួចនោះដើម្បីកុំឲ្យពួកបិសាចហ្នឹងវាចូលមកក្នុងឡានរបស់ពួកយើងទៀតស្រាប់តែពេលនោះយើងក៏បានឃើញថាម្ដងនេះវាគឺលែងយកដៃរបស់វាចូលទៅក្នុងឡានទៀតហើយវាគឺបានអឺតក្បាលរបស់វាហ្នឹងចូលមកក្នុងឡានតែម្ដងហើយយើងក៏បានឃើញថាមានបរិមម្នាក់ទៀតដែលគាត់អង្គុយនៅក្បែរនោះវាក៏បាននិយាយថាអាបិសាចក្បាលតូចនេះវាបំរុងចូលមកក្នុងឡានហើយប្រហែលពេលអើពីដែកហ្នឹងជាមួយអាវុធនៅក្នុងដៃរបស់គាត់គឺបានសម្លាប់បិសាច
នោះតែម្ដងហើយបិសាចនោះវាគឺគ្មានកឡូជាមួយនឹងគេទេហើយពេលនោះពាក់មួយសក់ពណ៌មាសវាក៏បាននិយាយថាឯងឈប់លេងសើចទៅឆាប់ផ្លាស់ទីមកវិញមកហើយលៀនចិនរបស់យើងគាត់ក៏បាននិយាយថាពួកខ្មៅនឹងវាមកហើយពេលនោះមានបិសាចពីរហ្នឹងវាក៏បានចុះមកតាមប្រឡោះពួកវិចនោះហើយបន្ទាប់មកយើងក៏បានឃើញខ្វាមួយយិននិងខ្វរលីនគាត់ទាំងពីរគឺបានខំបូគ្នាពួកគេទាំងពីរគឺបានយុទ្ធជាមួយបិសាចនោះហើយបិសាចទាំងពីរនាក់នោះវាគឺគ្មានកឡូជាមួយនឹងពួកគាត់នោះទេហើយអូនទុយរបស់យើងគាត់ក៏បានប្រើជើងរបស់គាត់ដើម្បីទាត់ពួកបិសាចនោះហើយលោកគ្រូរបស់យើងគាត់ក៏បានគិតថាពួកអដាយបិសាចទាំងអស់នោះវាគឺជាប្រេតហើយពួកវាគឺអាចកំណត់នូវសកម្មភាពរបស់ពួកយើងបានប៉ុន្តែសមត្ថភាពរបស់ពួកវានឹងគឺមិនអាក្រក់នោះដែរពេលនោះយើងក៏បានឃើញលោកគ្រូចាងយូហានគាត់ក៏បានយកយន្តនោះទៅបិទនៅកន្លែងដែលបិសាចនោះចង់ចូលហើយគាត់ក៏បិទបានជោគជ័យហើយលោកគ្រូគាត់ក៏គិតទៀតថាពួកយើងគឺនឹងល្អហើយនៅពេលនេះហើយតើពួកឯងទៅអស់សាយដោយរបៀបណាពេលនោះអសពមាវាក៏បាននិយាយថាដៃពងបិសាចនឹងគឺមិនចាប់ពីកម្រិតទី1រហូតដល់កម្រិត3ហើយកម្រិតទី1នឹងគឺ Frank ខ្លះហើយកម្រិតដល់ទី3នឹងគឺ Set ខ្លះហើយលោកគ្រូគាត់ក៏បាននិយាយបន្តទៀតវាជាការប្រសើរណាស់ខ្ញុំនឹងគឺនឹងកត់សម្គាល់ពីសមិទ្ធផលរបស់ក្រុមយើងដែលនៅថៃយ៉ាន់ហើយចំពោះអ្នកទាំងពីរដែលមិនគ្រប់តាមបទបញ្ជារបស់គាត់ហើយឯងគួរតែយកអ្វីម្យ៉ាងដើម្បីមកឈប់ឈាមរបស់ឯងដែលបានបាត់ជើងរួចចងពាក្យទៅហើយពេលអសរវាក៏បាននិយាយថាឌីខុនចឹងបើសិនបើជាការជាទិញហ្នឹងត្រូវបានគេរកឃើញឬក៏នៅអ្វីដែលយើងបានធ្វើនោះយើងប្រកាសណាប្រកាសជាស្លាប់ពិតជាមិនខានហើយគ្រូចាងយូហានក៏បាននិយាយទៅវិញថាតើឲ្យខ្ញុំនិយាយអត់តើពួកឯងទាំងពីរហ្នឹងចង់ទៅកាត់តូននៅទីក្រុងថៃយ៉ានទេជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់យើងអត្ថប្រយោជន៍ចម្បងរបស់យើងគឺជាបញ្ហាបញ្ឈប់វិញ្ញាណនៃការបំផ្លាញនៅទីក្រុងថៃយ៉ាននោះហើយបេសកកម្មរបស់យើងនៅទីក្រុងថៃយ៉ានហ្នឹងគឺមកមុនគេហើយយើងត្រូវតែដោះស្រាយនៅជាមួយនឹងការដាក់បញ្ហារបស់យើងនៅទីនោះដើម្បីយើងត្រឡប់ទៅទីក្រុងថៃណានវិញតែសក់សដែលវាបានដាច់ជើងនោះវាពិតជាសប្បាយចិត្តខ្លាំងណាស់វាក៏បាននិយាយថាអរគុណលោកខ្លាំងណាស់ហើយអូនទូចរបស់យើងគាត់ក៏បានទៅឈរមើលជើងដែលបរមអ្នកនោះបានដាច់បន្ទាប់ពីលោកគ្រូគាត់បាននិយាយចប់យើងក៏បានឃើញអាពីរអ្នកដែលវាបានបង្កបញ្ហានៅលើឡានហ្នឹងគឺត្រូវបានពួកគេទាំងអស់គ្នាហ្នឹងបានចាប់ចងពួកគេទាំងពីរហ្នឹងនៅក្នុងឡានហ្នឹងតែម្ដងពេលនោះដែរអូនទូចរបស់យើងគាត់ក៏បាននិយាយទៅកាន់ពួកអាពីរអ្នកនោះគាត់ក៏បានទៅនិយាយទៅកាន់អាបរោះពីអសរនោះថាគាត់គឺបានតែបញ្ឈប់ការហៅឈាមនិងព្យាបាលសះស្បើយតែប៉ុណ្ណោះគាត់គឺគ្មានលទ្ធភាពជួយអ្នកឲ្យលើពីនេះបានទេហើយអាសរនោះវាក៏បាននិយាយទៅកាន់អូនទូចនោះទៅវិញថាវាមិនអីទេអូនទូចខ្ញុំគឺអរគុណខ្លាំងណាស់ដែលឯងដែលបានមកបញ្ឈប់ឈាមរបស់យើងហើយវាគឺជាកំហុសរបស់ខ្ញុំហើយបន្ទាប់ពីទាំងអស់ហ្នឹងទៅបានកើតឡើងខ្ញុំគឺតែទទួលខុសហើយនៅពេលនោះដែរអាសក់ក្រហមវាក៏បាននិយាយទៅកាន់វិញថាអ្វីគឺជាទំនួលខុសត្រូវឯងគឺនឹងចង់ធ្វើអ្វីនៅពេលឥឡូវនេះដែលឥឡូវឯងហ្នឹងគឺគ្រាន់តែជាមនុស្សពិការនោះទេតើមានការកាត់បន្ថយទោសរបស់ពួកយើងដែរអត់ហើយទីទៀតហ្នឹងពួកយើងទាំងអស់គ្នាហ្នឹងគឺគ្រាន់តែជាអាហារកំប៉ុងនៅទីក្រុងថៃយ៉ាននោះទេស្រាប់តែពេលនោះអាពេលអសរវាក៏បានស្រែកទៅវិញថាតើឯងហ្នឹងគឺជាអ្វីតើវាទាំងអស់ហ្នឹងគឺមិនជាកំហុសរបស់ឯងទេឬហើយរឿងហ្នឹងគឺវាបានកើតឡើងនៅកន្លែងដែលឯងអង្គុយដំបងហ្នឹងអាសក់ខំវាក៏បានតបទៅវិញដែរគឺឯងនឹងហើយឯងគឺបានតែមើលអាប្រឡោះទូចនោះវាគឺមិនមែនខ្ញុំនោះទេស្រាប់តែពេលនោះលោកពូទីកងឡានគាត់ក៏បានស្រែកហើយលោកគ្រូចាងយូហានរបស់យើងគាត់ក៏បាននិយាយថាឲ្យអ្នកទាំងអស់គ្នាហ្នឹងរត់ទៅខាងមុខឡានក្រុងទៅហើយស្រាប់តែពេលនោះមានអ្វីម្យ៉ាងនោះទេដែលវាមើលទៅគួរឲ្យខ្លាចខ្លាំងមែនទែនហើយយើងក៏បានឃើញថាអាពេលអសរដែលបានត្រូវពួកគេចាប់ចងនោះវាត្រូវបានដាច់ដៃរបស់វាទាំងពីរតែម្ដងហើយអាពេលអសរនោះវាពិតជារន្ធត់ខ្លួនឯងខ្លាំងមែនទែនពេលនោះលោកគ្រូគាត់ក៏បានឃើញវាមិនអាចកើតឡើងនោះទេប៉ុន្តែតាមពិតទៅអាពេលអសរនោះវាបានដាច់ដៃគឺដោយសារបិសាចធំមួយវាបានយកកាំបិតមកកាត់ឡានក្រុងនោះជាពីរតែម្ដងដែលបិសាចនោះពិតជាធំខ្លាំងមែនទែនហើយយើងក៏បានឃើញថាវាក៏បាននិយាយថាដៃខ្ញុំទាំងពីរដាច់បាត់ហើយជួយខ្ញុំផងហើយយើងមើលទៅគួរអាណិតអាពេលអសរនោះខ្លាំងមែនទែនពេលនោះយើងក៏បានឃើញថាអសក់ពងក្រហមវានៅមានជីវិតនោះទេហើយវាក៏និយាយថាតើនេះជាអ្វីហើយតាមពិតទៅវាគឺជាដៃរបស់អាពេលអសរនោះឯងពេលនោះលោកពូចាងដែលគាត់គឺជាទីកងឡានក៏បាននិយាយថាចចតដែលជាវិញ្ញាណរបស់ខ្ញុំនៅខាងលើនោះវាត្រូវបានស្លាប់បាត់ទៅហើយពេលនោះដែរយិនឆានរបស់យើងក៏បាននិយាយថាគឺវាហើយនោះគឺជាបិសាចដ៏ធំដែលបានអុកឡុកនៅក្នុងទីក្រុងកាលពីលោកមុននោះឯងហើយពេលនោះដែរអូនស្អាតខ្វាមួយយិនក៏បាននិយាយថាស្លាប់ហើយយើងទាំងអស់គ្នាពិតជាស្លាប់មិនខាននោះទេហើយនេះគឺជាបេសកកម្មដំបូងរបស់ខ្ញុំតែខ្ញុំបញ្ចប់វាបានដោយរបៀបណាទៅពេលនោះដែរលោកគ្រូចាងយូហានក៏បានស្រែកថាស្ដាប់ខ្ញុំសិនពួកយើងគឺនៅមានជីវិតទេឆាប់តាមខ្ញុំមកយើងចូលទៅក្នុងអាប់នោះដើម្បីសម្លាប់ពួកបិសាចនោះហើយសក់ខំវាក៏បានស្រែកទៅវិញថាអ្នកដែលចង់មានជីវិតហ្នឹងគឺឆាប់មកតាមខ្ញុំមក
ហើយនឹងលោកឌីខុនចាងឆាប់រត់ទៅដើម្បីឲ្យឯងនៅមានជីវិតបន្តទៀតពេលនោះលោកគ្រូចាងយូហានគាត់ក៏បានដើរទៅឡាយលោកពូទៅកងឡានឆាប់ក្រោកឡើងមកលោកពូយើងនៅតែ10គីឡូទៀតទេវាមិនឆ្ងាយនោះទេយើងគឺគ្មានផ្លូវទេតែយើងនឹងអាចរស់រានមានជីវិតឡើងមកវិញហើយលោកគ្រូគាត់ក៏បាននិយាយទៀតថាវាគឺជាមិនពេលដំបូងរបស់គាត់នោះទេដែលគាត់នឹងបានជួបជាជននៅក្នុងទីក្រុងនោះពីពពួកបិសាចដែលស្ថិតនៅ General Class នោះឯងលោកពូចាងគាត់ក៏ថាពួកបិសាចហ្នឹងគឺស្ថិតនៅក្នុងកម្រិត General Class មែនទេហើយនោះគឺលៀនឆាន់ហើយលៀនឆាន់នោះវាមើលទៅដូចគឺជាកូនក្មេងដែលគាត់ទើបតែបានសង្គ្រោះមកវិញអញ្ចឹងបន្ទាប់មកយើងក៏បានឃើញថាលៀនឆាន់ហ្នឹងគាត់ក៏បានយកខ្សែវ៉ែម្យ៉ាងមកចងពាក់អាវសនៅពីក្រោយខ្នងរបស់គាត់ហើយគាត់និយាយថាតោះទៅហើយអាវសវាពិតជាឈឺខ្លាំងមែនតើរួចគាត់និយាយទៅកាន់លិនឆាន់វិញថាហេតុអ្វីបានជាឯងជួយសង្គ្រោះខ្ញុំហើយខ្ញុំគឺបានបាត់បង់ដៃហើយនឹងជើងរបស់ខ្ញុំហើយវាទាំងអស់ហ្នឹងគឺជាកំហុសរបស់ខ្ញុំទាំងអស់ពេលនោះលិនឆាន់របស់យើងគាត់ក៏បានគិតថាតើខ្ញុំអាចហៅវិញ្ញាណរបស់ខ្ញុំមកវិញបានដែរឬទេដែលគឺជាទាហានក្រុងឆ្អឹងទោះបីមើលទៅវាខ្សោយក៏ដោយតែវាគួរតែអាចនៅដើម្បីជំនះផ្លូវនេះបានហើយកម្លាំងរបស់ខ្ញុំវាក៏មិនអាក្រក់នោះដែរលើកឯង10គីឡូទៀតក៏មិនជាបញ្ហានោះដែរហើយសាច់រឿងរបស់យើងភាគទី6ក៏បានបញ្ចប់នៅត្រឹមនេះយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាតើសាច់រឿងរបស់យើងភាគទី6នេះល្អមើលដែរឬទេហើយអាចមានគិតថាសាច់រឿងរបស់យើងភាគទី6នេះពិតជាល្អមើលខ្លាំងមែនតើហើយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាសាច់រឿង anime របស់យើងបើគិតថារឿងនេះល្អមើលសូមជួយចុច Subscribe និងដាក់រូបកណ្ដឹងឲ្យមានម្នាក់មួយផងហ្នឹងហើយបងប្អូនទាំងអស់គ្នា admin នឹងយកសាច់រឿងរបស់យើងភាគទី7មកសម្រាប់បន្តទៀតហើយជាចុងក្រោយ admin មានតែពាក្យថាសូមអរគុណសូមគោរពលាបាយបាយ